ជ្រាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំអ្នកទាំងអស់គ្នាមានដែលសង្កេតខ្លួនឯងអត់ថាខំធ្វើការរាល់ថ្ងៃក៏ប៉ុន្តែមិនដឹងថាខ្លួនកំពុងតែដើរទៅទីណាទេមានពាក្យមួយគេនិយាយថាជីវិតគ្មានគោលដៅដូចជាកប៉ាល់គ្មានផែពាក្យហ្នឹងមានន័យយ៉ាងណាហើយហេតុអ្វីបានជាវាអាចផ្លាស់ប្ដូរជីវិតរបស់យើងបានសូមស្ដាប់វីដេអូនេះដល់ចប់ខ្ញុំនឹងវិភាគឲ្យកាន់តែជ្រៅទៅលើអត្ថន័យនៃពាក្យហ្នឹងឥឡូវអ្នកទាំងអស់គ្នាសាកសម័យបន្តិចតែមានកប៉ាល់មួយដែលចេញពីកំពង់ផែទៅហើយវាមានម៉ាស៊ីនខ្លាំងមានប្រេងពេញនៅក្នុង stand ហើយមាននាវិកជំនាញដែលបើកបរកម្ពុជាប៉ុន្តែកប៉ាល់ហ្នឹងអត់បានកំណត់គោលដៅថាត្រូវចុះចតនៅកំពង់ផែណាអីចឹងទេអញ្ចឹងតែកប៉ាល់ហ្នឹងមានរឿងអីកើតឡើងច្បាស់ណាស់កប៉ាល់ហ្នឹងវានឹងបដោយឲ្យខ្យល់និងរលកសមុទ្រនាំវាទៅគ្រប់ទិសទីទាំងអស់ដោយមិនមានគោលដៅវាអាចចំណាយពេលរាប់ឆ្នាំរាប់ខែដោយមិនដឹងថាត្រូវទៅចុះចតនៅទីណាទេអញ្ចឹងជីវិតមនុស្សក៏ដូចគ្នាដែរមនុស្សជាច្រើនរវល់រទៅដកខ្លួនរួចប៉ុន្តែអត់ប្រកាសខ្លួនឯងថាខ្លួនឯងឥឡូវហ្នឹងកំពុងតែនៅត្រឹងមកកន្លែងឬក៏ដើរថយក្រោយឬក៏រីកចម្រើនទៅមុខអត់ប្រកាសទេអ្នកខ្លះគ្រាន់តែភ្ញាក់ពីគេងទៅធ្វើការធ្វើរហូតហើយក៏ត្រឡប់មកផ្ទះវិញគេងហើយអនុវត្តសកម្មភាពអញ្ចឹងដដែលជារៀងរាល់ថ្ងៃការរវល់មិនអាចបញ្ជាក់ថាយើងរីកចម្រើនទៅមុខឬក៏អត់ទេអញ្ចឹងបញ្ហាជាអ្វីបញ្ហាមិនមែនមកពីយើងមិនខំប្រឹងទេប៉ុន្តែមកពីយើងមិនដឹងថាយើងកំពុងតែខំប្រឹងរាល់ថ្ងៃហ្នឹងដើម្បីអ្វីខ្ញុំមាន3ចំណុចឲ្យអ្នកសាកល្បងគិតនិងសាកល្បងអនុវត្តទី1កំណត់ទិសដៅឲ្យច្បាស់ទី2បំបែកគោលដៅធំហ្នឹងទៅជាគោលដៅមួយដែលតូចហើយទី3គឺយើងវាស់វែងការរីកចម្រើនជាប្រចាំអាចជាសប្តាហ៍ជាខែឬក៏ជាឆ្នាំអញ្ចឹងគោលដៅគឺជាអ្វីមែនទែនទៅគោលដៅវាមិនមែនជាបំណងប្រាថ្នាទេប៉ុន្តែគោលដៅវាគឺជាទិសដៅដែលយើងត្រូវដើរឲ្យទៅដល់អ្នកដែលមានគោលដៅច្បាស់លាស់គេមិនប្រើពាក្យថាខ្ញុំចង់មានជីវិតល្អទេព្រោះអាហ្នឹងវាមិនមែនជាគោលដៅប៉ុន្តែគេនិយាយថានៅក្នុងរយៈពេល3ឆ្នាំទៀតខ្ញុំនឹងមានអាជីវកម្មផ្ទាល់ខ្លួននឹងមានស្ថិរភាពហិរញ្ញវត្ថុដែលជួយទ្រទ្រង់ទៅលើក្រុមគ្រួសារខ្ញុំឲ្យមានភាពរីកចម្រើនខាងផ្នែកចិត្តវិទ្យាគេបង្ហាញថាខួរក្បាលមនុស្សធ្វើការបានល្អជាងគេនៅពេលដែលវាមានគោលដៅច្បាស់លាស់ពេលអ្នកទាំងអស់គ្នាដឹងថាចង់ទៅណាការសម្រេចចិត្តនឹងងាយស្រួលហើយការលើកទឹកចិត្តក៏កើនឡើងដែរហើយអ្នកទាំងអស់គ្នានឹងមិនងាយបោះបង់ឡើយនៅពេលដែលជួបឧបសគ្គអ្វីមួយកើតឡើងឥឡូវខ្ញុំនឹងឲ្យសារៈសំខាន់នៃការដែលយើងមានគោលដៅទៅអ្នកទាំងអស់គ្នា3ចំណុចទី1គឺគោលដៅគឺធ្វើឲ្យយើងសម្រេចចិត្តកាន់តែងាយអញ្ចឹងមនុស្សដែលមានគោលដៅពួកគេគឺមិនចំណាយពេលទៅលើរឿងដែលអត់ប្រយោជន៍ទេឧទាហរណ៍បើយើងចង់ក្លាយទៅជាវិជ្ជបណ្ឌិតយើងនឹងជ្រើសរើសទៅលើការរៀនជាងការដើរលេងកម្សាន្តផឹកស៊ីអីផ្សេងអញ្ចឹងយើងឲ្យតម្លៃទៅលើពេលវេលាហើយយើងងាយស្រួលក្នុងការជ្រើសរើសទី1ទី2គោលដៅផ្ដល់កម្លាំងចិត្តអញ្ចឹងពេលយើងជួបបញ្ហាបរាជ័យអីផ្សេងយើងនៅតែបន្តដំណើររបស់យើងទៅមុខបន្តទៀតបើសិនជាយើងមានគោលដៅច្បាស់លាស់អញ្ចឹងគោលដៅរបស់យើងគឺជាអ្នកផ្ដល់កម្លាំងចិត្តមកឲ្យយើងឧទាហរណ៍អាជីវករម្នាក់បរាជ័យ3ដងហើយទៅលើការបើកអាជីវកម្មប៉ុន្តែអាជីវករម្នាក់ហ្នឹងមិនបោះបង់ទេព្រោះថាគាត់ដឹងថាគោលដៅរបស់គាត់គឺបង្កើតសេរីភាពហិរញ្ញវត្ថុមកលើខ្លួនឯងឬក៏ទៅលើគ្រួសាររបស់គាត់អញ្ចឹងទៅបើសិនជាគាត់បោះបង់គាត់អត់បានសម្រេចគោលដៅរបស់គាត់ទេអញ្ចឹងគាត់អត់អាចឈោងចាក់50នៅខាងមុខទេគាត់នឹងទទួលបាន0%យកតែម្ដងអញ្ចឹងដល់ពេលគាត់មានគោលដៅអញ្ចឹងវាផ្ដល់កម្លាំងចិត្តមកឲ្យគាត់ខិតខំប្រឹងប្រែងបន្តទៀតទោះបីជាបរាជ័យច្រើនដងក៏ដោយត្រូវយកអាបទពិសោធន៍បរាជ័យហ្នឹងគឺជាមេរៀនដើម្បីរៀបចំផែនការថ្មីដើម្បីបន្តទៅមុខទៀតទី3គោលដៅធ្វើឲ្យជីវិតមានន័យចំពោះអ្នកដែលភ្ញាក់ឡើងរាល់ព្រឹកហើយដឹងថាខ្លួនឯងនឹងត្រូវធ្វើអ្វីបន្ទាប់នៅក្នុងខ្លួនរបស់ពួកគេតែងតែមានភាពរីករាយជាងអ្នកដែលឡើងមកមិនដឹងថាត្រូវធ្វើអ្វីឬក៏រស់នៅតាមទម្លាប់ចាស់ដដែលដោយមិនដឹងទិសដៅឧទាហរណ៍ថាមនុស្ស2នាក់ធ្វើការដូចគ្នាម្នាក់ធ្វើការដើម្បីប្រាក់ខែម្នាក់ទៀតធ្វើការដើម្បីសាងសង់អនាគតរបស់ខ្លួនឯងយើងសង្កេតឃើញថាធ្វើការដូចគ្នាមែនប៉ុន្តែបើពាក់ព័ន្ធបើយើងសួរពាក់ព័ន្ធទៅលើអារម្មណ៍លទ្ធផលគឺច្បាស់
ជាខុសគ្នាទាំងស្រុងឥឡូវមុននឹងបន្តខ្ញុំសូមសនំពរតូចមួយបើអ្នកទាំងអស់គ្នាយល់ថាវីដេអូនេះមានតម្លៃក៏សូមអ្នកទាំងអស់គ្នាជួយចុច like មួយហើយសរសេរនៅក្នុង comment ថាគោលដៅធំបំផុតរបស់អ្នកទាំងអស់គ្នានៅក្នុងឆ្នាំនេះគឺជាអ្វីហើយខ្ញុំនឹងអាន comment ទាំងអស់ហើយឆ្លើយតបទៅលើ comment អ្នកទាំងអស់គ្នាតាមអ្វីដែលខ្ញុំអាចធ្វើបានហើយចំពោះបងប្អូនដែលនៅក្នុង YouTubeកុំភ្លេចជួយចុច Subscribe និងបើកគ្រូបសញ្ញាកណ្ដឹងដើម្បីកុំឲ្យខកខាននៅវីដេអូថ្មីៗដែលខ្ញុំបានបង្ហោះចូលឥឡូវនេះយើងចូលទៅកាន់ផ្នែកសំខាន់បំផុតនៅក្នុងវីដេអូមួយនេះដើម្បីរៀបចំគោលដៅឲ្យបានត្រឹមត្រូវខ្ញុំមានវិធីសាស្ត្រ5ចំណុចដើម្បីឲ្យអ្នកទាំងអស់គ្នាសាកយកទៅគិតពិចារណាទីមួយនោះគឺសរសេរគោលដៅឲ្យបានច្បាស់អ្នកទាំងអស់គ្នាកុំទុកចិត្តខ្លួនឯងពេកកុំទុកចិត្តទៅលើការចងចាំរបស់អ្នកទាំងអស់គ្នាពេករាល់គោលដៅដែលយើងនឹកឃើញនិងវិធីសាស្ត្រដែលយើងនឹកឃើញយើងអាចសរសេរទៅលើกระดาษឬក៏ note នៅក្នុងទូរស័ព្ទរបស់យើងដើម្បីទុកឲ្យវត្ថុទាំងអស់នោះគឺជាអង្គចងចាំរបស់យើងវិញឧទាហរណ៍អ្នកទាំងអស់គ្នាអាចសរសេរថាខ្ញុំនឹងសន្សំលុយ$5,000ឲ្យបានក្នុងរយៈពេល1ឆ្នាំឬក៏3ខែអីចឹងទៅយើងសរសេរវាចូលដើម្បីទុកជាអង្គចងចាំរបស់យើងហើយយើងយកការចងចាំរបស់យើងផ្សេងទៀតទៅធ្វើរឿងអីផ្សេងទៀតចឹងទៅទី2បំបែកគោលដៅទៅជាជំហានតូចៗចឹងយើងកុំគិតតែពីគោលដៅចុងក្រោយពេកយើងត្រូវសួរខ្លួនឯងថាថ្ងៃនេះខ្ញុំអាចធ្វើអ្វីមួយបានឧទាហរណ៍ថាបើអ្នកចង់រៀនភាសាអង់គ្លេសឲ្យបានល្អអញ្ចឹងថ្ងៃនេះយើងត្រូវរៀនពាក្យឲ្យបាន5ឬក៏10ពាក្យអីចឹងទៅមិនបានដល់ប៉ុណ្្នឹងឬក៏យើងបានតែត្រឹម2ទៅ3ពាក្យអីចឹងទៅអញ្ចឹងមួយថ្ងៃរបស់យើងអញ្ចឹងថ្ងៃស្អែកយើងហាត់និយាយវា5នាទី10នាទី20នាទីអីចឹងទៅតាមអ្វីដែលយើងអាចធ្វើបានហើយយើងព្យាយាមចងចាំជំហានទាំងអស់នឹងវិញទៅទី3គឺត្រូវមានទម្លាប់ប្រចាំថ្ងៃអញ្ចឹងភាពជោគជ័យវាមិនមែនកើតឡើងពីការខំម្ដងទេគឺវាកើតឡើងពីទម្លាប់ល្អប្រចាំថ្ងៃរបស់យើងឧទាហរណ៍ថាយើងអានសៀវភៅ20នាទីក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃអញ្ចឹងទៅហាត់ប្រាណ30នាទីជារៀងរាល់ថ្ងៃអញ្ចឹងទៅសំលុយរៀងរាល់ថ្ងៃឬក៏រៀងរាល់សប្តាហ៍ឬក៏រៀងរាល់ខែអញ្ចឹងទៅហ្នឹងវាជាទម្លាប់ប្រចាំថ្ងៃរបស់យើងហើយវាជាទម្លាប់ល្អទី4គឺពិនិត្យការរីកចម្រើនរៀងរាល់ខែយើងសួរខ្លួនឯងថាខែនេះខ្ញុំបានខិតទៅជិតគោលដៅរបស់ខ្ញុំហើយឬនៅឬក៏ខ្ញុំនៅឆ្ងាយដល់ឡើយទេបើសិនជាយើងកំពុងតែនៅឆ្ងាយពីគោលដៅរបស់យើងខ្លាំងយើងសាកកលេចមកមើលជំហានតូចៗរបស់យើងដែលយើងបានរៀបចំពីខាងលើមកវិញថាវាមានបញ្ហាអីបានយើងអនុវត្ត 3-4 ខែនៅតែមើលទៅនៅកាន់តែឆ្ងាយទៅវាមានចំណុចណាបើសិនជាអាចយើងកែប្រែជំហានរបស់យើងកែប្រែផែនការរបស់យើងសារជាថ្មីដើម្បីកុំឲ្យខាតពេលវេលាចំណុចទី5យើងត្រូវជ្រើសរើសមនុស្សដែលនៅជុំវិញយើងអ្នកនឹងក្លាយទៅជាមធ្យមភាគនៃមនុស្សដែលចំណាយពេលជាមួយអ្នកទាំងអស់គ្នាច្រើនបំផុតឧទាហរណ៍បើអ្នកទាំងអស់គ្នានៅជាមួយមនុស្សដែលចូលចិត្តរៀនអញ្ចឹងអ្នកទាំងអស់គ្នានឹងចង់រៀនដែរតែបើអ្នកទាំងអស់គ្នានៅជាមួយមនុស្សដែលគ្មានគោលដៅពាលាអាវ៉ាសែអញ្ចឹងទៅហើយយើងនៅជាមួយគេរាល់ថ្ងៃទៅគិតពីនាំអ្នកទាំងអស់គ្នាលេងល្បែងផឹកស្រាឬក៏ប្រព្រឹត្តអំពើអបាយមុខអីផ្សេងអ្នកទាំងអស់គ្នាអាចនឹងទៅតាមដោយសារតែយើងនៅជាមួយគ្នារាល់ថ្ងៃយើងនៅជិតគ្នារាល់ថ្ងៃយើងឃើញពីទង្វើគ្នារាល់ថ្ងៃយូរចង់គង់កាច់ទៅតាមនេះបើសិនជាយើងអត់មានគោលដៅអីច្បាស់លាស់បើនិយាយពីបបិសោតខ្ញុំវិញខ្ញុំធ្លាប់ធ្វើរឿងច្រើនហើយក៏ធ្លាប់គិតថាអីគ្រប់យ៉ាងយើងគ្រាន់តែខំទៅវាអូខេវាគ្រប់គ្រាន់ហើយសម្រាប់ខ្លួនយើងអញ្ចឹងយើងធ្វើកាន់តែរវល់ដោយអត់មានគោលដៅដល់ពេលយើងធ្វើអត់មានគោលដៅយើងទៅយើងរវល់អត់ប្រយោជន៍យើងអត់មានគោលដៅថាត្រូវដើរឲ្យទៅដល់កន្លែងមួយដើម្បីស្រេចគោលដៅមួយអត់ទេយើងគិតពីធ្វើដោយសារតែយើងនៅក្មេងដែរអញ្ចឹងណាដល់ពេលឥឡូវយើងចាប់ផ្ដើមចេះអានសៀវភៅចេះអីយើងអានសៀវភៅបានគួរសមហើយមានការគិតគួរសមអីចឹងទៅក៏ចាប់ផ្ដើមចេះសរសេរគោលដៅដាក់នៅលើសៀវភៅចេះប្របែកគោលដៅជាជំហានតូចដើម្បីយើងដើរទៅដល់ពេលអញ្ចឹងយើងក៏អត់សូវរវល់ច្រើនគឺមានពេលសារៈដើម្បីយើងដើរទៅដល់គោលដៅមួយសារៈនៅគោលដៅរបស់ខ្លួនឯងមួយចឹងទៅដល់ពេលអញ្ចឹងខ្ញុំក៏បានរៀនពីកំហុសពីមុនមកដែរយើងបានរៀនពីវាដែរមិនមែនថារាល់ការដែលយើងធ្វើខុសហើយវាសិតតែអត់ល្អទាំងអស់ទេយើងបានរៀនដល់ពេលយើងបានរៀនយើងបានយកមកនិយាយចេះទៅដើម្បីចែករំលែកទៅដល់អ្នកទាំងអស់គ្នាឲ្យបានស្ដាប់ពីបទពិសោធន៍របស់យើងដែរចឹងទៅហើយខ្ញុំបានរៀនមេរៀននៃកំហុសទាំងអស់ហ្នឹងហើយក៏ខ្ញុំបង្កើតនៅទ្រឹស្ដីមួយដែលថាមិនមែនអ្នកដែលដើរលឿនជាងយើងនឹងឈ្នះយើងទេប៉ុន្តែអ្នកដែលដើរទៅទិសដៅត្រឹមត្រូវទេដែលឈ្នះនៅចុងក្រោយបំផុតឧទាហរណ៍ថាគោលដៅរបស់យើងគឺចង់រៀនអង់គ្លេសដើម្បីចេះត្រឹមមើលរឿងឬក៏យើងស្ដាប់ podcast អីបានឬក៏និយាយបានតិចតួចអីចឹងទៅ
អាហ្នឹងគឺជាគោលដៅតូចរបស់យើងហើយយើងខំប្រឹងធ្វើម៉េចឲ្យដើរទៅដល់ហ្នឹងហើយដល់ពេលយើងដើរទៅដល់ហ្នឹងអាហ្នឹងបានន័យថាយើងឈ្នះយើងឈ្នះលើណាគេយើងឈ្នះលើខ្លួនឯងអត់ទៅប្រកួតប្រជែងមួយណាគេប៉ុន្តែយើងប្រកួតប្រជែងលើខ្លួនឯងសារវាជាគោលដៅរបស់យើងអ្នកផ្សេងគេអាច professional គេទៅនិយាយមួយណាគេមកគេឡងលយឬក៏គេនិយាយតាមទូរទស្សន៍និយាយតាមអីក៏មើលទៅឃើញអាហ្នឹងជារឿងរបស់គេសំខាន់យើងមានគោលដៅរបស់យើងដ៏តូចមួយសម្រាប់តែត្រឹមស្ដាប់ podcast ត្រឹមមើលរឿងមើលអីចឹងអាហ្នឹងវាជាគោលដៅរបស់យើងហើយយើងឈ្នះលើខ្លួនឯងអ្នកឯងចង់មិនទៅសំខាន់ខ្ញុំដល់គោលដៅខ្ញុំហ៎ខ្ញុំបានប៉ុណ្ណឹងប៉ុន្តែសួរថាបើសិនយើងចង់បន្តគោលដៅទៀតយើងធ្វើទៀតទៅវាដូចជាអត់មានអីបាក់ផងហ្នឹងខ្ញុំបានរៀនពីវាពីកំហុសរបស់ខ្ញុំបានប៉ុណ្ណឹងចឹងយើងសរុបមកវិញជីវិតគ្មានគោលដៅដូចជាកប៉ាល់គ្មានផែអញ្ចឹងការរវល់មិនស្មើទៅនឹងការរីចម្រើនទេហើយយើងត្រូវមានគោលដៅឲ្យច្បាស់គោលដៅកាន់តែច្បាស់កាន់តែនាំយើងឲ្យមានការសម្រេចចិត្តល្អៗទម្លាប់ប្រចាំថ្ងៃគឺជាស្ពានទៅរកភាពជោគជ័យសម្រាប់ជីវិតយើងជាពិសេសយើងត្រូវត្រួតពិនិត្យមកមើលខ្លួនឯងនិងការដែលយើងរស់នៅជាមួយមនុស្សដែលត្រឹមត្រូវនឹងធ្វើឲ្យយើងទៅដល់គោលដៅកាន់តែលឿនហើយអ្នកទាំងអស់គ្នាសូមចងចាំពាក្យមួយថាកប៉ាល់ដែលមានផែទោះបីជាជួបព្យុះក៏នៅតែដឹងថាត្រូវទៅទីណាដែរអញ្ចឹងមនុស្សក៏ដូចគ្នាមនុស្សដែលមានគោលដៅច្បាស់លាស់ទោះបីជាជួបឧបសគ្គប៉ុណ្ណាក៏មិនងាយនឹងវង្វេងដែរអូខេសូមអរគុណចំពោះការស្ដាប់វីដេអូនេះមកដល់ចប់ហើយក៏សូមជូនពរអ្នកទាំងអស់គ្នាឲ្យមានភាពក្លាហាននៅក្នុងការកំណត់គោលដៅនិងមានវិន័យនៅក្នុងការដើរទៅរកវាជួបគ្នានៅវីដេអូបន្ទាប់បាទសូមអរគុណ